រកស៊ីត្រូវតែយល់ឲ្យច្បាស់នៅពាក្យ3ឃ្លានេះទី1មិនចេះញញឹមកុំទៅបើកហាងរកស៊ីមនុស្សគ្មានទឹកមុខញញឹមកុំបើកហាងស្នាមញញឹមគឺជាមន្តស្នេហ៍តាក់ទាញដ៏មហិមាបើសិនមានមនុស្ស2នាក់ឈរនៅមុខយើងអ្នកទី1ញញឹមដាក់អ្នកធ្វើឲ្យអ្នកមានអារម្មណ៍ថាសុខស្រួលណាស់មនុស្សម្នាក់ទៀតមុខរញ៉ៅដាក់អ្នកតើអ្នកនឹងជ្រើសរើសយកអ្នកណាមកនិយាយជាមួយឬក៏អ្នករត់តែមានអារម្មណ៍ល្អជាមួយអ្នកណាទី2មិនចេះសរសើរកុំនិយាយស្ដីនៅពេលដែលអ្នកត្រូវនិយាយសម្ដីរបស់អ្នកត្រូវមានតម្លៃជាងភាពស្ងៀមស្ងាត់បើកហាងរកស៊ីគឺអាចជួបមនុស្សប្លែកគ្នាជាច្រើនដើម្បីចំណេញលុយពីពួកគាត់បានគឺអ្នកត្រូវរៀនចេះអត់ធ្មត់ចេះទទួលយកគ្រប់ប្រភេទមនុស្សទី3មិនចេះនិទានរឿងកុំទៅធ្វើការលក់ធ្វើអាជីវកម្មត្រូវមានរឿងនិទានលក់ផលិតផលត្រូវចេះនិទានរឿងបើអ្នកចង់លក់ផលិតផលមួយប្រភេទអ្នកត្រូវចំណាយពេលច្រើនទៅនិទានរឿងនិទានអាចធ្វើឲ្យអតិថិជនស្ដាប់ទៅមានអារម្មណ៍ថាយល់ចិត្តអាចបង្កើតនូវភាពច្បាស់លាស់ធ្វើឲ្យភ្ញៀវពេលស្ដាប់រឿងទៅទិញផលិតផលដោយភាពងាយស្រួលតើអ្នកដឹងទេមនុស្សស្រីដែលដាច់ចិត្តចាក់ចេញពីអ្នកដោយគ្មានការសោកស្ដាយសូម្បីតែបន្តិចគឺតែងតែចាប់ផ្ដើមចេញពីចំណុចតូចៗទាំង5នេះទី1អ្នកមិនដែលដឹងថាមនុស្សស្រីចង់បានអ្វីពីអ្នកចង់ឲ្យអ្នកធ្វើអ្វីនៅពេលណានិងទីកន្លែងណាទេសូម្បីតែរឿងតូចតាចអ្នកត្រូវចាំថាការស្គាល់ពីគាត់ដឹងពីគាត់និងយល់ពីគាត់ច្បាស់សំខាន់ជាងការស្រឡាញ់គាត់ទៅទៀតទី2មនុស្សស្រីតែងតែផ្ដល់ឱកាសឲ្យអ្នកក្នុងការកែតម្រូវជានិច្ចប៉ុន្តែអ្នកទៅវិញទេដែលតែងតែធ្វើឲ្យគាត់អស់សង្ឃឹមទី3មនុស្សស្រីមិនដែលត្អូញត្អែថាអ្នកក្រនោះទេតែអ្នកវិញទេដែលតែងតែធ្វើឲ្យគាត់យំទី4អ្នកមិនត្រឹមតែមិនអាចផ្ដល់នូវធនធានជូនគាត់បានថែមទាំងមិនអាចផ្ដល់នូវសេចក្តីស្រឡាញ់ជូនគាត់បានទៀតតែបែរជាអាចផ្ដល់នូវការពិបាកចិត្តនិងការឈឺចាប់ដល់គាត់ទៅវិញទី5គឺគាត់មើលមិនឃើញពីអនាគតនិងក្តីសង្ឃឹមរបស់គាត់ពីខ្លួនអ្នកទាល់តែសោះមានតែក្តីអស់សង្ឃឹមទៅអស់សង្ឃឹមទៅការវិនិយោគ5ប្រភេទដែលល្អបំផុតសម្រាប់យើង 1. វិនិយោគលើខួរក្បាលខ្លួនឯងគ្មានអ្នកណាកើតមកចេះគ្រប់យ៉ាងទេទាមទារឲ្យយើងបញ្ចូលចំណេះដឹងក្នុងខ្លួនតាមរយៈការរៀនសូត្របន្ថែម 2. វិនិយោគលើភ្នែកខ្លួនឯងដើរលេងឲ្យបានច្រើនចេញក្រៅឲ្យបានច្រើនមើលគេមើលឯងស្គាល់មនុស្សថ្មីសម្លឹងមើលឱកាសថ្មី 3. វិនិយោគលើការកម្សាន្តមិនថាជាការលេងកីឡាឬហាត់ប្រាណអានសៀវភៅគូគំនូលេងតន្ត្រីឬក៏ស្ទូចត្រីនោះទេសុទ្ធតែជាទម្លាប់ល្អដែលអ្នកត្រូវចំណាយពេលលើវា 4. វិនិយោគលើការងារ